ទាំង4ចូលក្នុងឃើញមានទឹកកៅអីអង្គុយសម្រាប់ស៊ីលៀនដកបំពង់ទឹកហុចឲ្យសានឡាងផឹកមុនបន្ទាប់មកដល់វេនគេផឹកម្ដងសានឡាងអង្គុយមើលព្រះបត្រាផឹកទឹកនិងសួរថាមាននៅសល់ទេគេមិនទាន់ឆ្អែតតែហ្វូយ៉ាវដកដបទឹករបស់ខ្លួននិងហុចឲ្យសានឡាងខ្ញុំក៏មានដែរផឹកដែរព្រះបត្រាសម្លឹងទឹកក្នុងដៃរបស់ហ្វូយ៉ាវដឹងច្បាស់ថានោះជាទឹកបង្ហាញរូបពិតទឹកប្រភេទនេះមនុស្សធម្មតាផឹកទៅមិនអីទេតែបើអ្នកនោះមានរូបពិតក្រៅពីមនុស្សមិនថាជាស្ដេចបិសាចឬទេវតាផឹកចូលទៅនឹងចេញសមាសភាពដើមសានឡាងប្រកែកខ្ញុំអាចផឹកជាមួយកើបានហើយទឹករបស់ទ្រង់អស់ហើយផឹករបស់ខ្ញុំវិញទៅបើអញ្ចឹងអ្នកទាំងពីរផឹកមុនទៅតែលោកជាភ្ញៀវគួរតែផឹកមុនលោកខំមកជួយពិបាកហើយគួរតែផឹកមុនស៊ីលៀនអង្គុយមើលអ្នកទាំង3លេងល្បែងក្រែងចិត្តដល់ល្ងីល្ងើមួយនេះអាណិតទៅដល់ទឹកទេដឹងគ្នាញ័របណ្ណាត្រូវរុញចុះឡើងដោយកម្លាំងមើលមិនឃើញហេតុអីបានជាលោកប្រកែកមិនចង់ផឹកឬមួយមានអីលាក់បាំងលោកចេះតែបង្ខំឲ្យខ្ញុំផឹកឬមួយមានអីលាក់បាំងឬក្នុងទឹកនេះមានថ្នាំពុលលោកសួរគេទៅថាទឹកនេះមានថ្នាំពុលឬអត់សាឡាងាកទៅសួរស៊ីលៀនតែថាទឹកនេះមិនពុលទេគ្រាន់តែបដូររូបរាងពិតប៉ុណ្ណោះដូច្នេះស៊ីលៀនក៏ឆ្លើយទាំងស្ទាក់ស្ទើរមិនទាន់ចាប់ប្រយោគស្រួលបួលផងសាឡាងក៏លើកអកហ្វូយ៉ានិងណានហ្វឹងកាំងផឹកហើយក៏មិនឃើញសាឡាងប្រែទៅណាអ្នកកំឡោះបោះដបទៅក្រោយខ្នងបែកប្រាវផឹកមិនកើតក្រែងយកទឹកជាតែអីរួចជាខុសគ្នាយ៉ាងម៉េចប្រកាសជាខុសគ្នាហើយមួយនេះស្រួលលេបជាងណានហ្វឹងរួចដើរទៅសាឡាងទុកឲ្យគេការពារខ្លួនតាមផ្លូវព្រះបត្រាឃើញព្រាមក៏ស្គាល់ភ្លេថានោះជាដាវហុងជីងឬដាវកញ្ចក់ក្រហមជាដាវពិសិដ្ឋកញ្ចក់របស់ដាវនឹងឆ្លុះរូបពិតរបស់អ្នកណាក៏ដោយដែលដកវាចេញពីស្រោមពីមុនដាវនេះជារបស់ស៊ីលៀនដែលឲ្យហ្វឹងស៊ីនយកទៅបញ្ចាំកំឡុងពេលគេត្រូវទម្លាក់ពីឋានលើលើកដំបូងពេលដែលហ្វឹងស៊ីនបានខ្លាចជាទេវតាគេក៏តាមរកនឹងយកដាវនេះមកវិញរក្សាទុកក្នុងសំណាក់ពេលនេះណានហ្វឹងខ្ចីយកមកតាមខ្លួនសាឡាងចាប់អារម្មណ៍ក៏លើកដាវមកមើលពេលដែលគេដកដាវចេញពីស្រោមកូនទេពទាំងពីរសម្លឹងមិនព្រិចភ្នែកចង់ដឹងថាលទ្ធផលទៅជាយ៉ាងណាដាវដកបានតែ8សង់ទីម៉ែត្រសាឡាងសួរស៊ីលៀនគឺអ្នកបម្រើរបស់បងលេងសើចជាមួយខ្ញុំឯងសាឡាងប្រាប់ហើយតែគេមិនមែនជាអ្នកបម្រើទេអ្នកណាលេងសើចជាមួយលោកដាវកំបាក់បែបនេះការពារខ្លួនបានយ៉ាងម៉េចឬបែបនេះណានហ្វឹងស្ទុះដកដាវមកមើលក៏ឃើញថាខ្លាចជាសពដាវបាត់ទៅហើយគេមិនដែលដឹងទេថាអាចមានវិធីកំទេចដាវពីខាងក្នុងក៏សង្គ្រឹះជើងថ្មិញសាឡាងតបតាមទម្លាប់រំភើយរបស់ខ្លួនប្រហែលជាបាក់តាមផ្លូវហើយមិនអីទេកុំជឿចោលនឹងខ្ញុំពេកអីខ្ញុំមិនត្រូវការដាវបាក់ការពារខ្លួនទេទុកប្រើខ្លួនឯងចុះស៊ីលៀនសម្លឹងទៅក្រៅបង្អួចមេឃដូចជាមិនស្រួលទេខ្យល់ធំប្រមូលផ្ដុំដូចជាចិត្តមានព្យុះហើយរំពេចនោះភ្នែកក៏តបប្រតិនឹងអ្វីម្យ៉ាងស៊ីលៀនដើរទៅមើលក៏ឃើញថាជាស្រមោលមនុស្ស3នាក់ទៀតតាមទៅមើលច្បាស់ជាមិនមែនមនុស្សធម្មតាព្រះបត្រាសួរសាឡាងថាព្រះគ្រូបិសាចប៉ាន់យានោះជាមនុស្សស្រីឬប្រុសសាឡាងប្រាប់ថាជាមនុស្សស្រីបន្ទាប់មកស៊ីលៀនក៏ក្រឡេកទៅមើលស្រមោលអ្នកដែលកំពុងរត់ឃើញថាជាមនុស្សស្រីពិតមែនតែមួយភ្លែតពួកគេក៏បាត់ឈឹងអ្នកទាំង4ប្រញាប់ដេញតាមនៅខាងក្រៅខ្យល់កាន់តែធំនិងបក់បោកស៊ីលៀនក៏លេចមើលជុំវិញខ្លួនស្រាប់តែបាត់3នាក់ទៀតគេប្រឹងស្រែកហៅឃើញណានហ្វឹងនិងហ្វូយ៉ាវប្រឹងដើរទប់ខ្លួនបន្ទាប់មកក៏ឃើញសានឡាងតែអ្នកកំឡោះបែរជាដើរនឹងថឹងអោបដៃធម្មតាដោយឃើញគេរំភើយពេកសំបីតែអាវចំហខ្សាច់បក់បួកវីយ៉ាងណាក៏មិនខ្វល់ស៊ីលៀនមិនអាចហាមមិត្តនិយាយបានក៏ដើរទៅចិត្តជួយទាញឲ្យស្រួលបួលទង្វើនេះភ្លាមពេកសានឡាងផ្លឹកនៅស្ងៀមភ្លាមនោះខ្យល់ក៏បក់មួកប៉ើងសានឡាងរហ័សចាប់ជាប់និងយកមកចង់ឲ្យអស់ម្ចាស់វិញដូចគ្នាណានហ្វឹងនិងហ្វូយ៉ាវចូលមកចិត្តស៊ីលៀនប្រាប់ឲ្យរកកន្លែងដើម្បីជ្រកសិនទៅនៅសុកស្រាប់តែមានព្យុះបែបនេះច្បាស់ជាមិនស្រួលទេតែហ្វូយ៉ាវនិយាយថាបើបិសាចបង្កព្យុះព្រោះចង់បញ្ឈប់ដំណើរអញ្ចឹងពួកគេត្រូវតែបន្តទៅមុខកុំឈប់សានឡាងសើចមួយហឹសការចេញមកឆ្វេងតែឯងធ្វើឲ្យលោកមានអារម្មណ៍ថាលេចធ្លោនឹងអស់ចានណាស់ហេស៊ីលៀនចូលមកកាត់អ្នកទាំងពីរតែរំពេចនោះស្រាប់តែមានខ្យល់បក់មួយវឹបទៀតគួចយកព្រះបត្រាទៅបាត់នេះគឺព្យុះប្រមោយដំរីអង្គម្ចាស់ប្រញាប់បញ្ជារួយយាឲ្យចេញទៅតោងរបស់អីក៏បានដែលរឹងមាំគ្រប់គ្រាន់រួយយាបោះពួយស្លេវទៅចងសានឡាងអ្នកកំឡោះមកជាមួយដៃម្ខាងកាន់មួកគឺរបស់បងកុំឲ្យវាហោះទៅទៀតប្រយ័ត្នបាត់វ៉ាគឺប្រកាសដល់ហើយវេទមន្តបងអស្ចារ្យពិតមែនព្រះបត្រាចងរាងកាយអ្នកទាំងពីរជាប់គ្នាប្រាប់ឲ្យសានឡាងកុំខ្លាចតែបើនិយាយតាមត្រង់ទៅភាពមិនខ្វល់របស់គេនៅពេលនេះសឹងទៅដល់កម្រិតមួយដែលអាចបើកសភៅអង្គុយអានក្នុងព្យុះខ្សាច់បានស៊ីលេបញ្ជារួយយាចេញទៅម្ដងទៀតទៅចងនឹងអីក៏បានដែលមិនមែនមនុស្សរួយយាហោះស្ទួយចេញទៅបន្តិចក្រោយមកនៅចុងម្ខាងក៏មានសម្លេងជេរប្រចោលល្វើយមកតាមខ្យល់ឃើញថារួយយាទៅចងផ្អោបណានហ្វឹងនិងហ្វូយ៉ាវអាមនុស្សកំពុងស្រឡាញ់គ្នាចងងាប់ផងនេះអង្គម្ចាស់ប្រាប់មិនឲ្យទៅចងមនុស្សហើយរួយយាក៏ស្ដាប់តាមនឹងចេញទៅចងទេវតាមិនខុសមែនហើយចុងក្រោយអ្នកទាំង4ក៏ត្រូវមកស្មោះស្ម័គ្រវិលវក់វីក្នុងព្យុះជាមួយគ្នាដដែលណានហ្វឹងហ្វូយ៉ាវហេតុអីក៏ពួកលោកឡើងមកដែរសួររួយយាបើភ្លើរបស់ទ្រង់ទៅស៊ីលៀនបញ្ជារួយយាទៅម្ដងទៀតណានហ្វឹងក៏ស្រែកឲ្យឈប់ពឹងលើស្បៃល្ងីល្ងើនោះទៀតទៅវវទៅអូនអ្នកណាឡើងមកទៀតនឹងតែអត់ទេលើកនេះស្បៃសបានតតៅនឹងផ្ទាំងថ្មដ៏ធំសម្បើមរឹងមាំមួយដោយប្រកាសចិត្តស៊ីលៀនប្រាប់ឲ្យស្បៃសទាញពួកគេទៅហើយក៏បានចុះនៅមើលឡាងនិងរត់ចូលក្នុងឡាងគេចពីព្យុះខ្សាច់បណ្ដោះអាសន្នបន្ទាប់ពីបោះសម្អាតខ្លួនរួចរាល់ស៊ីលៀនឆ្ងល់ថាបើម្នាក់ឈុតសនោះជាព្រះគ្រូប៉ាន់យាចុះតែម្នាក់ឈុតខ្មៅដែលរត់ជាមួយនាងនោះជានរណាប្រហែលជាព្រះគ្រូហ្វាំងស៊ីនទៅដឹង
មិនអាចទេព្រះគ្រូហ្វាំងសៀនជាព្រះគ្រូនគរយ៉ុងអានណាមួយអ្នកទាំងពីរខុសគ្នាដល់ទៅ100ឆ្នាំហ្វូយ៉ាវមានជាការមិនយល់ព្រះបត្រាមិនស្គាល់មហន្តរាយទាំង4តែបែរជាទៅស្គាល់ព្រះគ្រូនគរយ៉ុងអានណានៃនោះឡើងច្បាស់ចេះស៊ីលៀនញញឹមស្ញែងបញ្ញាប្រាប់ថាមកពីគេថាប់ទៅប្រមូលអេចាយនៅទីនោះទៅលឺអ្នកស្រុកនិយាយតគ្នាមើលទៅនៅពេលនេះអ្នកទាំង4ប្រហែលជាត្រូវចាំរហូតដល់ព្យុះស្ងប់ទៅអាចបន្តដំណើរបានព្រះបត្រាឆ្ងល់ថាមិនកូនទេទាំងពីរមុននេះមិនប្រើយុទ្ធសិលបង្កើនទម្ងន់រាប់ពាន់គីឡូសុកចិត្តតណ្ដែតក្នុងខ្យល់ជាមួយគេដែរតែណានហ្វឹងប្រាប់ថាប្រើហើយមិនបានផលព្រោះមិនមែនជាទឹកដីរបស់គេទីនេះជាភាគពាយ័ព្យខាងជើងជារបស់លោកមេតបភ័យខាងលិចជារបស់ឈានីចិនហ៊ានតែប្រើលើសកម្រិតកម្លាំងទេពនឹងត្រូវបិទតែស្វ័យប្រវត្តិពួកគេបន្តដើរក្នុងលអាងស៊ីលៀនក៏ប្រទះភ្នែកជាមួយមុខមនុស្សក្នុងទីងងឹតណានហ្វឹងរហ័សបញ្ចេញភ្លើងវេទមន្តក៏ឃើញថាមានក្រុមមនុស្សមួយក្រុមពួកមនុស្សប្រាប់ថាពួកគេគ្រាន់តែជាឈ្មួញធម្មតាដែលគេព្យុះសាច់មកតែប៉ុណ្ណោះបើពួកលោកជាមនុស្សធម្មតាហេតុអីចាំបាច់ធ្វើខ្លួនលឹបលោពួកយើងចូលមកបានមុនពួកលោកទៅតែមកដល់មានវេទមន្តទៀតអ្នកណាទៅដឹងថាលោកជាមនុស្សឬបិសាចដូច្នេះពួកយើងមិនដឹងហ៊ានមិនលឺសំឡេងរាល់ពេលដែលមានស្ថានភាពទាំងសរសៃកបែបនេះក៏គ្មានអ្នកណាក្រៅពីស៊ីលៀនដែលចូលទៅសម្រួលពួកខ្ញុំគ្រាន់តែជាអ្នកសុំសិលធម្មតាប៉ុណ្ណោះពួកលោកគឺជាឈ្មួញធម្មតាដូច្នេះពួកយើងទាំងអស់គ្នាគ្រាន់តែកិច្ចព្យុះខ្សាច់បណ្ដោះអាសន្នដូចគ្នាប៉ុន្តែសាឡាងបែរជាសួរកាត់ឆ្លងកាត់ព្រំដែនប៉ាន់យាត្រូវបាត់ខ្លួនយ៉ាងហោចណាស់ក៏ពាក់កណ្ដាលចំនួនដឹងហើយលឺហើយនៅតែហ៊ានឆ្លងកាត់ទៀតពួកលោកដូចជាក្លាហានមិនធម្មតាទេពេលនោះអ៊ំប្រុសក៏ប្រាប់ថាពាក្យចចាមអារាមបំភ្លឺប៉ុណ្ណោះដរាបណាមានអ្នកនាំផ្លូវពួកគេមិនវង្វេងចូលទៅតំបន់ហាមឃាត់ទេហើយពួកគេក៏មានអ្នកនាំផ្លូវម្នាក់ឈ្មោះថាអាចៅស៊ីលៀនសម្លឹងមុខអាចៅគ្រប់យ៉ាងមិនបានសាមញ្ញដោយអ្វីដែលឈ្មោះទាំងនេះគិតទេបើបញ្ហាទាំងអស់អាចគេចបានយ៉ាងស្រួលដោយគ្រាន់តែមិនចូលទៅតំបន់ប៉ាន់យាអញ្ចឹងតែក្រុមអ្នកដំណើរដែលបាត់បង់ជីវិតទាំងអស់ស្លាប់ព្រោះពួកគេមិនជឿពាក្យចចាមអារាមទេអ្នកទាំង4ដើរទៅរកកន្លែងសម្រាកសាឡាងចាប់អារម្មណ៍ថាថ្មដែលស៊ីលៀនអង្គុយពីលើដូចជាមានអក្សរស៊ីលៀនងើបឡើងចូលទៅពិនិត្យមើលក៏ឃើញថាជាអក្សរពិតមែនតែនោះជាអក្សរប៉ាន់យាហ្វូយ៉ាវភ្ញាក់ផ្អើលព្រះបត្រាជាអានអក្សរប៉ាន់យាដែរលេលាក់បាំងអីមុនពេលដែលមានព្រះគ្រូបិសាចប៉ាន់យាខ្ញុំធ្លាប់ទៅប្រមូលអេចាយនៅទីនោះខ្ញុំទៅជាឆ្ងល់ណាស់មានទីណាខ្លះលើโลกនេះដែលទ្រង់មិនដែលទៅប្រមូលអេចាយទៅស៊ីលៀនបានត្រឹមញញឹមនឹងចូលទៅប្រកបតួអក្សរមើលបានបន្តិចស៊ីលៀនក៏ហៅលោកមេតបណានហ្វឹងនិងហ្វូយ៉ាវឆ្លើយព្រមគ្នាយ៉ាងម៉េចព្រះបត្រាប្រាប់ថាអក្សរដែលសរសេរលើនេះគឺពាក្យលោកមេតបណានហ្វឹងប្រាប់ឲ្យគេអានបន្តទៅតែអស់រយៈពេលយូរមកហើយដែលស៊ីលៀនមិនបាននៅទីនេះទើបមិនសូវចំណាំពាក្យសាឡាងក៏ចូលមកក្បែរប្រាប់ថានេះជាភ្នូរលោកមេតបអម្ចាស់ភ្ញាក់ផ្អើលសួរថាសាឡាងជាអានអក្សរប៉ាន់យាដែរឬសាឡាងប្រាប់ថាចេះតិចតួចតែណាហើយមនុស្សចេះតិចតួចឯណាដែលទៅស្គាល់ពាក្យភ្នូរបែបនេះតិចតួចរបស់សាឡាងស្មើនឹងចង់ដឹងអីសួរមកចុះព្រះបត្រាបបួលសាឡាងជួយអានជាមួយគ្នាតែម្ដងទៅអ្នកទាំងពីរអានតាំងពីទឹកមុខអស់ចារហូតដល់អស់វាចាថ្មមួយដុំនេះជាការចងចាំប្រាប់ពីដំណើររឿងនៃជីវិតរបស់លោកមេតបម្នាក់ដែលមកពីតំបន់ទំនាបកណ្ដាលណានហ្វឹងឆ្ងល់មេតបមកពីតំបន់ទំនាបកណ្ដាលក្រែងប្រជាជនទាំងពីរស្អប់គ្នាហេតុអីបានជាប្រជាជនប៉ាន់យាធ្វើភ្នូរឲ្យមនុស្សនៅទំនាបកណ្ដាលទៅវិញអង្គម្ចាស់បញ្យល់ថាមកពីមេតបម្នាក់នេះខុសពីគេការប៉ັດគេមានតំណែងត្រឹមជាមេក្រុមប៉ុណ្ណោះទីហ៊ានក្រមបង្គាប់របស់គេដំបូងឡើយមាន100នាក់ក្រោយមកក៏នៅសល់70នាក់ក្រោយមកក៏នៅសល់50នាក់គេត្រូវទម្លាក់តំណែងជារឿយៗមិនមែនមកពីអសមត្ថភាពតែមកពីគេចូលចិត្តចូលខ្លួនទៅពាំងណានហ្វឹងមិនយល់ចូលខ្លួនទៅពាំងបែបណាគឺគេការពារមិនឲ្យសត្រូវសម្រាប់ប្រជាជនស៊ីវិលនៅតំបន់ទំនាបកណ្ដាលនិងហាមទាហានរបស់ខ្លួនមិនឲ្យសម្រាប់ប្រជាជនស៊ីវិលរបស់ប៉ាន់យាដូចគ្នាគ្រប់ពេលដែលគេធ្វើរឿងបែបនេះតំណែងក៏ត្រូវបានទម្លាក់អ្នកអង្គុយស្ដាប់ទាំងអស់គ្នាមិនយល់ហេតុអីក៏ខុសគ្រប់យ៉ាងដែលគេធ្វើគឺជួយជីវិតមនុស្សតែប៉ុណ្ណោះហ្វូយ៉ាវហួសចិត្តមិនខុសយ៉ាងម៉េចមនុស្សម្នាក់ចាំបាច់ត្រូវបំពេញតួនាទីក្នុងតំណែងរបស់ខ្លួនបើគេជាទាហានអញ្ចឹងគេត្រូវចងចាំនឹងការពារទឹកដីសម្រាប់សត្រូវនៅសមរភូមិជួរមុខការបាត់បង់ជីវិតជាមិនរួចទេសង្គ្រាមគ្មានមនោសញ្ចេតនាចិត្តទន់មានតែអូកងទ័ពដែលនៅក្រោមបង្គាប់ទៅចាញ់ប៉ុណ្ណោះសូម្បីភាគីសត្រូវក៏គិតថាគេល្ងងដែរចុងក្រោយគ្មាននរណាដើរមកអរគុណទេមនុស្សប្រភេទនេះមានចុងបញ្ចប់តែមួយប៉ុណ្ណោះគឺស្លាប់បើមិនស្លាប់ក្នុងសមរភូមិក៏ស្លាប់ក្រោមដៃប្រជាជនខ្លួនឯងដែរស៊ីលៀននិយាយថាមិនខុសទេគេស្លាប់ពិតមែនស្លាប់ក្រោមដៃប្រជាជនខ្លួនឯងមែនទេអត់ទេនៅទីនេះគេនិយាយថាមានពេលមួយដែលភាគីទាំងពីរប៉ះទង្គិចគ្នានៅពេលកំពុងប្រយុទ្ធខ្សែស្បែកជើងរបស់គេរបូតធ្វើគេតាក់ខ្សែស្បែកជើងដួលបន្ទាប់មកក៏ត្រូវទាហានទាំងអស់ជន់នឹងកាប់ដុតស្លាប់គ្រប់គ្នាក្នុងលាងសុទ្ធតែគិតថាការស្លាប់របស់គេច្បាស់ជាវេទនាតែពោពេញដោយវីរៈភាពដូច្នេះម្នាក់ភ្ញាក់ផ្អើលតែជាការស្លាប់ប្រភេទស្អីចឹងនោះក្រោយមកគ្រប់គ្នាក៏ផ្ទុះសំណាយស៊ីលៀនអានបន្តទោះជាមេក្រុមម្នាក់នេះគ្មានគេឈ្មោះល្អក្នុងជួរកងទ័ពតែប្រជាជនមួយចំនួននៅតាមព្រំដែនទាំងប៉ាយានិងយ៉ុងអានពិតជាដឹងគុណនៅការលះបង់របស់គេដូច្នេះទើបដាក់ងារឲ្យគេថាជាលោកមេតបប្រជាជនសង់ភ្នូរសាមញ្ញនេះដើម្បីជាការរំលឹកគុណសាឡាងក៏ចូលមកអានបង្ហាញសេចក្តីក្រោយមកប្រជាជនប៉ាយារកឃើញថាមានអភិនិហាមួយដរាបណាមនុស្សម្នាក់លុតជង្គង់ក្រាបសំពះភ្នូរ3ដងគ្រោះកាយដែលជួបក្នុងវាលខ្សែកូប៊ីទាំងប្រមាណនឹងខ្លាយទៅជាលៀបសំណាងអ្នកកំឡោះនិយាយមុខស្មើគ្រប់គ្នាជឿជាក់ស្លុងក៏នាំគ្នាក្រាបសំពះស៊ីលៀនឆ្ងល់ថាពិតជាអស្ចារ្យបែបនេះផងឬ
តែសានឡាងប្រាប់ថាខ្ញុំប្រឌិតឡើងប៉ុណ្ណោះមុននេះពួកគេសើចអញ្ចឹងឥឡូវក៏ត្រូវក្រាបសុំកម្មាទោសអញ្ចឹងឯងសានឡាងហេតុអីក៏ខូចយ៉ាងនេះសានឡាងលៀនដាតភ្លាមនោះស្រាប់តែមានអ្នកស្រីថាមានពស់ហោះតម្រង់100តែសានឡាងក្រវះដៃចាប់បានយ៉ាងងាយក្បាលពស់កន្ទុយជាខ្យាដំរីនេះគឺជាពស់ខ្យាដំរីវាជាអំបូរសត្វអាសេរពឹសដែលមានតែក្នុងតំបន់ប៉ាន់យាប៉ុណ្ណោះពឹសរបស់វារួមបញ្ចូលគ្នារវាងពស់និងខ្យាដំរីជាពឹសដ៏សាហាវសានឡាងបញ្យល់ថាមូលហេតុដែលព្រះគ្រូប៉ាន់យាខ្លាចជាព្រះគ្រូព្រោះនាងអាចបញ្ជានិងគ្រប់គ្រងសត្វនេះបានគ្រប់គ្រងមានន័យថាមានលើសពី1ក្បាលស៊ីលៀនប្រញាប់ប្រាប់ឲ្យគ្រប់គ្នាប្រយ័ត្ននឹងចេញពីលាងពស់អាចមានលើសពី1មិនខុសមែនណាន់ហ្វឹងឈួលបំភ្លឺសុទ្ធតែពស់ពីលាងបំរុងនឹងវាប្រហារពួកគេតែកូនទេពទាំងពីរប្រើកម្លាំងទេពបង្កើតភ្លើងដុតកំទេចពួកវាគ្រប់គ្នាប្រញាប់រត់ចេញក្រៅមកដល់ក្រៅអ៊ំប្រុសម្នាក់ដួលសន្លប់ស៊ីលៀនចូលទៅពិនិត្យមើលក៏ឃើញថាគេត្រូវពស់ចិត្តអាចៅប្រញាប់ចូលមករំខាត់ពឹសកុំឲ្យជ្រាបអ្នកដែលត្រូវពឹសពស់នឹងស្លាប់ក្នុងរយៈពេល4ម៉ោងណាន់ហ្វឹងដកថ្នាំឲ្យបរិះនោះលេបអាចពន្យាពេលបាន24ម៉ោងមេងប្រុសក៏សួរអាចៅថាមានវិធីអីជួយជីវិតមនុស្សបានឬអត់អាចៅមិនតបតែសាឡាងជាអ្នកឆ្លើយជំនួសមានវិធីមួយតែដែលគេមិននិយាយព្រោះវិធីនោះគឺដើម្បីជួយជីវិតមនុស្សម្នាក់ត្រូវប្រថុយជីវិតមនុស្សមួយក្រុមពឹសនេះមានថ្នាំមិនសាបដែលជារុក្ខជាតិម្យ៉ាងឈ្មោះថាសានយាវាមានដុះតែក្នុងបរិវេណនគរប៉ាន់យាប៉ុណ្ណោះបែបនេះសោះទើបមានមនុស្សហ៊ានប្រថុយជីវិតចូលទៅមិនមែនពួកគេមិនខ្លាចស្លាប់ទេតែបើពួកគេមិនទៅផ្លូវតែមួយគត់គឺស្លាប់សេលៀនភ្ជាប់ទៅលីងមិនសុំជំនួយបន្ថែមតែភ្ជាប់មិនបានទ្រង់បានសួរកូនទេពទាំងពីរតែអ្នកទាំងពីរក៏ភ្ជាប់មិនបានដូចគ្នាមើលទៅប្រហែលមកពីពួកគេនៅគៀកខ្លាំងនឹងតំបន់ដែលមានចំហាយបិសាចខ្លាំងទើបញៀនទេពត្រូវកាត់ផ្ដាច់ទាំងស្រុងនៅក្បែរធានရှងស្រាប់តែមានពស់មួយក្បាលតែគោលដៅរបស់វាមិនមែនជាក្មេងប្រុសទេគឺសំដៅមករកចឹកដៃសាឡាងស៊ីលេនរហ័សជាងចាប់ពស់បានគេមិនហ៊ានសង្កត់ខ្លាំងព្រោះមិនដឹងថាស្បែករបស់វាមានពឹសដែរឬអត់រវល់តែគិតកន្ទុយពស់ក៏វត្តមកត្រូវខ្នងដៃអម្ចាស់ក្រវែងពស់ទៅមកខាងប្រញាប់ប្រាប់គ្រប់គ្នាឲ្យប្រយ័ត្នសាឡាងចូលទៅចាប់ដៃរបស់ស៊ីលៀនព្រះបត្រាភ្ញាក់បន្តិចគេមិនដែលឃើញសាឡាងមានទឹកមុខបែបនេះពីមុនមកទេត្រជាក់ខ្លាំងមើលទៅគួរឲ្យខ្លាចជាមួយនឹងទឹកមុខខ្មៅអែសាឡាងទាញពលារុយយាខាត់ពឹសយកកំបិតពីឈ្មោះម្នាក់និងដុតចុងរបស់វាឲ្យជួសមុខរបួសមុននឹងអោនទៅលើពឹសទោះជាស៊ីលៀនហាមក៏សាឡាងមិនស្ដាប់ហ្វូយ៉ាវនៅក្បែរនោះក៏ធ្វើខ្លួនដូចជាម៉ែបដៅកូនមិនចង់ជឿសោះថាទ្រង់ឆ្លៀតទៅឲ្យពស់ចឹកលេងហើយថៃបានទៅចាប់ពស់តែនៅក្មេងនោះអាចមិនត្រូវវាចឹកកថាបានរស់រឿងដាក់ខ្លួនឲ្យប្រយោជន៍ស៊ីលៀនប្រាប់ថាដូចជាលេងឈឺហើយសម្ដីរបស់គេជាការពិតព្រោះស៊ីលៀនជាមនុស្សម្នាក់ដែលសោយបំផុតចូលព្រៃ10ដងមាន8ដងដែលទៅជួបពស់វែកឬចៃដន្យទៅជួបសត្វអាសេរពឹសផ្សេងហើយក៏ត្រូវវាខាំតិចឬចឹកនិងបំពល់រាប់ពាន់របៀបក៏ប៉ុន្តែស៊ីលៀននៅតែក្បាលរឹងមិនព្រមចែកឋានយ៉ាងច្រើនគ្រុនក្តៅ3ថ្ងៃបន្ទាប់មកក៏ជាសះស្បើយហើយប្រើជីវិតធម្មតាដូចជាគ្មានរឿងអីកើតឡើងរាងកាយរបស់គេស៊ាំជាមួយនឹងការឈឺចាប់ដូច្នេះឈឺប៉ុណ្ណេះគ្មានអីធំដុំទេសាឡាងបែរទៅសម្លក់ពស់ដែលស្លាប់លើដីពស់ក៏ស្រាប់តែផ្ទុះខ្ទេចខ្លាយជាកំទេចសាច់និងថ្លុកឈាមកូនទេពទាំងពីរប្រាប់ឲ្យត្រឡប់ទៅវិញឈ្មួញទាំងអស់សង្ឃឹមតែព្រះបត្រាប្រាប់ថាជួយជីវិតមនុស្សជារឿងសំខាន់ដូច្នេះពួកគេនឹងទៅនគរប៉ាន់យាបេះស្លឹករុក្ខជាតិសានយាយកមកឲ្យអ្នកត្រូវរបួសតែគេត្រូវការអ្នកនាំផ្លូវរបស់ឈ្មួញឲ្យជូនទៅដែលបដូរហ្វូយ៉ាវនៅចាំទីនេះការពារពួកគេជំនួសមុននឹងចេញដំណើរអាចៅប្រាប់ថាផ្លូវទៅនគរប៉ាន់យាងាយស្រួលរកទេគ្រាន់តែដើរទៅត្រង់បានហើយពួកគេទាំង4ក៏បានចេញដំណើរនៅតាមផ្លូវណានហ្វឹងចូលទៅសួរស៊ីលៀនស្ងាត់ថាទ្រង់សង្ស័យអាចៅយ៉ាងណាក៏នឹងគេមកហើយគួរតែមើលមិនឲ្យគេចផុតពីកសែភ្នែកពីមុនគឺសាឡាងជាអ្នកដែលមកនិយាយរកគេមុនស៊ីលៀនមិនច្បាស់ថាមកពីហេតុការណ៍មុននេះឬអត់តែសាឡាងមើលទៅដូចជានៅតែស្រងត់ស្រងាត់ដើមមិននិយាយស្ដីពួកគេធ្វើដំណើរអស់រយៈពេលជិត1ម៉ោងទម្រាំមកដល់ឆ្លងកាត់ខ្លោងទ្វារបុរាណគឺចូលទៅក្នុងទឹកដីប៉ាន់យាជាផ្លូវការណានហ្វឹងនិយាយថានេះជានគរប៉ាន់យាមែនទេតូចជាងក្រុងមួយទៅទៀតនគរតូចបែបនេះចំណាយពេលតែប៉ុន្មានថ្ងៃគឺវាយលុកបានហើយកុំមើលស្រាលប្រជាជនប៉ាន់យាសាណានហ្វឹងទោះជាប្រជាជនមិនលើពី 10000 នាក់តែទាហានភាគច្រើនមានកម្ពស់លើពី3ម៉ែត្រម្នាក់សុទ្ធតែកាយសាហាវសូម្បីតែដាវជាប់ទ្រូងក៏ពួកគេនៅតែអាចបន្តប្រយុទ្ធទាហានទាំងនេះពិបាកផ្ដួលណាស់អាចៅភ្ញាក់ផ្អើលនឹងចំណេះដឹងរបស់ស៊ីលៀនរំពេចនោះស្រាប់តែមានសម្លេងមនុស្សតាមមកពួកគេចែកគ្នាពួននៅសងខាងផ្លូវអ្នកដែលមកដល់នោះគឺនារីសំសិលឈុតសនិងឈុតខ្មៅទាំងពីរដែលពួកគេឃើញកាលពីថ្ងៃបាត់តាណាអស់ហើយភ្លេចខ្លួនតែបន្តិចពួកគេក៏បាត់ស្រមោលតែម្ដងតែខ្ញុំត្រូវកើម្ដងម្នាក់មកសម្រាប់ចោលមែនទេហៅមិត្តរបស់នាងមកជួយទៅអត់ចង់ខ្ញុំចង់ហៅឯងមិនរំភើបចិត្តទេគ្មានស្អីទៅរំភើបទេបញ្ញាប់ដើរទៅព្រះគ្រូប៉ាន់យាដើរហួរទៅមុនតែសំណាងអាក្រក់ទៅមិនឆ្ងាយមែនអ្វីដែលមិនចង់ឲ្យកើតឡើងនឹងកើតឡើងនារីឈុតខ្មៅដើរកាត់ផ្ទះដែលជាកន្លែងរបស់ស៊ីលៀនពួនក៏ស្រាប់តែទុចជំហានកៅភ្នែកឥន្ទ្រីរបស់នាងមើលធ្លុះដល់ជំរុកដីឥដ្ឋនាងបំរុងបើកការវាយប្រហារតែណាន់ហ្វឹងលឿនជាងចូលទៅវាយប្រហារព្រះគ្រូប៉ាន់យានារីឈុតខ្មៅចូលទៅពាំងនិងប្រយុទ្ធជាមួយគេណាន់ហ្វឹងប្រញាប់រត់គេចដើម្បីពង្រៀងដានអ្នកទាំងពីរឲ្យដេញតាមបន្ទាប់ពីគ្រប់គ្នាចេញទៅអស់ស៊ីលៀននិងសាឡាងប្រញាប់ចូលទៅជួយអាចារ្យនិងប្រាប់ថាពួកយើងត្រូវរករុក្ខជាតិដែលបានលឿនគ្មានពេលច្រើនទេតែអាចារ្យមិនដឹងថាស្លឹកនោះដុះនៅឯណាមានរូបរាងបែបណា
សាឡានិយាយថាក្នុងដំណើររឿងព្រេងមានពេលមួយដែលស្ដេចនគរបញ្ញទៅបរបាញ់សត្វព្រៃព្រះអង្គក៏បានទៅជួបសត្វអសិរពិស2ក្បាលដែលជាសត្វពស់និងសត្វខ្យាដំរីដោយធម្មជាតិជាសត្វមានគ្រោះថ្នាក់ព្រះអង្គបញ្ជាឲ្យសម្លាប់សត្វទាំងពីរចោលតែមុនពេលសម្លាប់ទ្រង់បង្ខំឲ្យសត្វទាំងពីរនោះបង្កាត់ពូជនៅចំពោះមុខទ្រង់និងអស់នាម៉ឺនមន្ត្រីបន្ទាប់មកក៏សម្លាប់ពួកវាពស់និងខ្យាដំរីក្លាយជាវិញ្ញាណកំណាចព្យាបាលនិងដាក់បណ្ដាសាកូនចៅដែលកើតចេញពីការបង្កាត់ពូជរបស់ពួកគេឲ្យវិលវល់នៅនគរបញ្ញដើម្បីបំផ្លាញប្រជាជននគរនេះត្រូវអរគុណដល់ទង្វើសប្បុរសរបស់ម្ចាស់ក្សត្រីដែលយកស្លឹករុក្ខជាតិទៅគ្របលើសាកសពពួកគេដែលវាបានក្លាយជាថ្នាំអន្សាបស្លឹកសាញញមានដើមតូចឬស្ដើងស្លឹកធំមានរាងដូចផ្លែប៉េះអាចមានដុះក្នុងបរិវេណវាំងស៊ីលៀនធូរទ្រង់ខ្សាក់បន្ទាប់ពីឮសារឡើងមិត្តក៏មកវិញខ្លះអ្នកទាំង3បន្តទៅរកក្នុងវាំងធំឃើញថាមានដុះស្មៅក្រាស់ពិតមែនបន្ទាប់ពីចែកគ្នាតាមរកស៊ីលៀនស្រាប់តែទៅជួបក្មេងប្រុសធានសឹងនិងពូប្រមាណអ្នកទៀតក្នុងវាំងបន្ទាប់ពីសាកសួរក៏ឃើញថាពួកគេតាមមកព្រោះបារម្ភណាមួយអាចៅនិយាយថាគ្រាន់តែដើរមកត្រង់តាមដានជើងពួកគេគឺរកវាំងឃើញហើយតែអង្គម្ចាស់ដឹងថាពួកគេខ្លាចស៊ីលៀននាំអាចៅរត់ពេលបានស្លឹកសានយាប៉ុន្តែដែលពួកគេហ៊ានប្រថុយចូលមកកន្លែងគ្រោះថ្នាក់បែបនេះដើម្បីតែជួយជីវិតមិត្តភក្តិរបស់ពួកគេព្រះបត្រាមិនដឹងហាមិត្តបន្តបែបណាសាឡាងរកបានស្លឹករុក្ខជាតិនិងយកមកឆ្លៀលើកន្លែងដែលត្រូវរបួសឃើញថាបានផលពិតមែនគ្រប់គ្នាឃើញបែបនោះក៏ប្រញាប់ចែកជើងគ្នាទៅបេះទុកប្រើផងនិងលក់ផងស៊ីលៀនអរគុណសាឡាងអ្នកកំឡោះប្រទាក់ភ្នែកជាមួយគេតែមួយភ្លែតក៏ងាកមុខចេញតាំងពីស៊ីលៀនត្រូវខ្យាដំរីតិចមកសាឡាងក៏ខ្លាយទៅជាបែបនេះប៉ុន្មានថ្ងៃមុនគេនៅគឺអញ្ចេះគឺអញ្ចោះនៅឡើយតែពេលនេះលែងលឺគេហៅគឺទៀតហើយក្រៅពីបឺតពឹសនិងលាបថ្នាំបន្សាបសាឡាងហាក់ព្យាយាមកិច្ចដែលធ្វើឲ្យស៊ីលៀននៅមិនសុខក្នុងខ្លួនមិនដឹងថាអ្នកម្ខាងទៀតកំពុងគិតអីភ្លាមនោះស្រាប់តែមានសម្លេងស្រែកចេញពីហ្វូងឈ្មួញព្រះបត្រាប្រញាប់ដើរទៅមើលសម្លេងស្រែកមិនមែនជាពួកឈ្មួញតែជារបស់លើដីដែលមានមុខជាមនុស្សមុខមនុស្សនេះជាឈ្មួញដែលទាហានបញ្ញយកមកកប់ធ្វើជាបំពន់ដល់ស្លឹកសានយាគេត្រូវកប់មក50-60ឆ្នាំហើយគ្រប់គ្នារអើមនឹងទម្លាក់ស្លឹកដែលកំពុងកាន់ក្នុងដៃស៊ីរៀនលើកដៃមកមើលតែសាឡាងបញ្ជាក់ថារបស់លោកមិនអីទេមានន័យថាស្លឹករបស់សាឡាងតូចមែនតែគេបេះពីកន្លែងឆ្ងាយផ្សេងព្រោះដឹងថាស្លឹកនៅទីនេះជាដីនៅអំពើស្មុកគ្រោកព្រះបត្រាញញឹមអរគុណសាឡាងពិតជាគិតគូរជានិច្ចមុខដីប្រាប់ឲ្យពួកមនុស្សចូលទៅជិតបន្តិចព្រោះគេដូចជាធ្លាប់ឃើញមានមនុស្សម្នាក់នៅក្នុងក្រុមពួកគេមនុស្សនោះនឹងនាំក្រុមឈ្មួញទៅស្លាប់ស៊ីលៀនប្រាប់ឲ្យគ្រប់គ្នាប្រញាប់ថយក្រោយកុំចាញ់បោកសភាវៈនេះភ្លាមនោះស្រាប់តែមានឈ្មួញម្នាក់ស្ទុះទៅរើសស្លឹកសានយាដែលជ្រុះស៊ីលៀនស្រែកខាត់តែយឺតពេលហើយអណ្ដាតវែងក្រហមហោះទម្លុះចូលតាមត្រចៀកទាញខួរបរិនោះចេញមកបន្ទាប់មកក៏ហោះត្រឡប់ចូលទៅក្នុងមាត់របស់ម្ចាស់វាវិញមុខដីស្រែកសប្បាយចិត្តវាខានបានស៊ីរបស់ឆ្ងាញ់បែបនេះមកយូរហើយស៊ីលៀនបំរុងនឹងប្រើរួយយាកំតិចមុខដីតែភ្លាមនោះក៏មានសម្លេងស្រែករន្ទន់លោតចុះក្រោមអ្នកមកដល់នោះគឺជាប្រលឹងទាហានបញ្ញពួកគេនិយាយភាសាបញ្ញតែស៊ីលៀនអាចស្ដាប់បានខ្លះៗគឺពួកគេកំពុងតែចង់នាំក្រុមមនុស្សទាំងអស់ទៅកន្លែងមួយទាហានទាំងនេះមិនទាន់សម្លាប់ក្រុមមនុស្សភ្លាមទេដូច្នេះព្រះបត្រាប្រាប់ឲ្យគ្រប់គ្នាតាំងស្មារតីនិងធ្វើតាមសិនមេតបរបស់បញ្ញបានកំទេចមុខដីបង្ហាញរាងកាយដែលសល់តែគ្រោងឆ្អឹងរបស់វាផុសចេញពីដីបន្ទាប់មកគេក៏នាំក្រុមមនុស្សទៅកន្លែងមួយ